តពីភេទមុនទោះស្អីបើយើងបើតាក់ស៊ីខ្លួនឯងហ្នឹងតាមដានប្រយោជន៍សោះហើយអត់មានឆ្ងល់ប្រយោជន៍សោះក៏ថតជិះតាក់ស៊ីហ្នឹងតើគាត់មិនដឹងថាតើគេកំពុងទៅណាហ្នឹងទេខ្ញុំមិនគិតថាគេរស់នៅកន្លែងបែបហ្នឹងទេហើយឡើងទៅផ្លឹកនោះបាត់ដានទៅឯងប្រយើងបាត់ពុកចិត្តទៅណាបាត់ហើយអូតែពិតគេនៅនេះសោះណាចង់រត់ទៅណាសុទ្ធសាច់ហើយទៅស្អីបើយើងក៏បាត់តាមតួបើយើងទៅកន្លែងមួយកន្លែងនេះគឺអីឈប់សិនមកកញ្ចែកដល់នៅចែកដល់យ៉ាងនេះព្រោះថានៅខាងក្រោយហ្នឹងមានឡានមួយហើយនៅខាងមុខហ្នឹងក៏មានឡានមួយដែរទៅបខំឲ្យទស្សស្អីបើយើងនឹងបត់ចូលកន្លែងដែលប្រយុទ្ធសោះបើយើងចូលនឹងដែរគេចាប់ខ្ញុំបានទេមែនគេប្រហែលជាកំពុងតែមើលខ្ញុំហីឥឡូវហ្នឹងស្គីគឺគ្រាន់តែដើរចូលទៅទេតែគេឃើញខ្ញុំមែនអត់ណាតែនឹងមកទីនេះដើម្បីធ្វើការស្ម័គ្រចិត្តមែនចុះមកស្អីគេយន់សបាននិយាយថាគាត់នឹងនាំមនុស្សម្នាក់ទៀតមកថ្ងៃនេះតើមិនជានាងទេមែនលបល់យោយន់សូផាលោកគួរតែចូលចិត្តលេងជាមួយមនុស្សចាស់ខ្ញុំមកទីនេះដើម្បីធ្វើការស្ម័គ្រចិត្តប៉ុន្តែខ្ញុំមិនមែនជាតុក្កតាដែលងាយស្រួលលេងជាមួយនោះទេព្យួរអាវរបស់នាងនៅទីនេះខ្ញុំនឹងឲ្យអាវផាយទៅនាងមកតាមខ្ញុំហើយពេលកំពុងទៅតាមអ៊ីហ្នឹងក៏កលេចទៅឃើញប្រយ័នសូក៏កំពុងតែពៀនកូនក្មេងអានអសយនៅទីនោះចាខ្ញុំមិនដែលធ្វើការងារស្ម័គ្រចិត្តនៅម្ដងកុមារកំព្រាទេតែខ្ញុំអាចធ្វើការជាមួយនឹងយន្តសុភ័ក្របានអត់ខ្ញុំស្ទោះខ្ញុំដឹងគុណនៅនាងមកទីនេះដើម្បីធ្វើការស្ម័គ្រចិត្តតែនិយាយស្មោះត្រង់ទៅទីនេះមិនទទួលអ្នកធ្វើការស្ម័គ្រចិត្តជាលើកដំបូងទេទោះបីពួកយើងទទួលអ្នកស្ម័គ្រចិត្តក៏ដោយក៏ប៉ុន្តែពួកយើងមិនដែលណែនាំពួកគេទៅក្មេងៗនោះទេពួកគេនឹងនៅក្បែរមនុស្សដូច្នេះបើសិនបើពួកគេភ្ជាប់ទំនាក់ទំនងជាមួយនឹងនរណាម្នាក់ហើយបន្ទាប់មកពួកគេចាក់ចេញទៅកូនក្មេងនឹងពិបាកចិត្តអូខ្ញុំយល់ហើយចុះអំពីយន្តសូគឺដូចជាទេវបុត្រសម្រាប់ធ្វើគេអញ្ចឹងគាត់បានបរិច្ចាគលុយខ្លះសម្រាប់គ្រឿងប្រេខាហើយមិនជាមណ្ឌលក្មេងកំព្រាហើយគាត់មកលេងទីនេះក្នុងរយៈពេល2-3ដងក្នុងមួយខែគាត់គឺដូចជាទេវបុត្រនៅក្នុងជីវិតពិតអញ្ចឹងដូច្នេះនាងអាចជួយលេងចានបានទេស្អីគេហួចខ្ញុំមកទៅនឹងធ្វើស្អីខ្ញុំបានតាមដានយន្តសូត្រដើម្បីឲ្យគេបង្ហាញអត្តសញ្ញាណពិតរបស់គេប៉ុន្តែខ្ញុំស្ទើរតែមិនបានឃើញគាត់ហើយទោះស្អីបើយើងកំពុងលេងចានបដាល្អបដាហ្នឹងក៏លើសលេងខ្ញុំគឺស្រីទឹកពិតទេអញ្ចឹងយើងទៅផ្ទះបាយទៅចាស់គឺយន្តសូត្រទីនេះគ្មានពេញទេតោះទៅយកមួយពីស្ត្រីនៅផ្ទះបាយចាស់ស្ត្រីផ្ទះបាយហើយទូពោយើងកាន់ដៃមីអូនមួយនឹងដើរចូលក្នុងផ្ទះបាយមកឃើញទូស័យហើយនិយាយឡើង Hello ខ្ញុំអាចសុំទៅមួយបានអត់អមស្រីតែមើលទូស័យយើងធ្វើបុកឡើងខឹងពេកៗហើយអ៊ំចឹងដែរចាប្រកាសណាស់ខ្ញុំនឹងឲ្យកៅមួយទៅនាងហើយមីអូនមួយនឹងកាត់ស្លាប់ឲ្យបែកកៅមួយហ្មងហើយមុតដៃទូស័យរបស់យើងទៀតហើយ sorry មិញច្រឡំហៅពេងមែនពេងទៅគឺកៅចាតែឯងមិនអីទេមែនលោកយកនាងចេញទៅខ្ញុំនឹងស្អាតកន្លែងនេះហើយមិនទៅហើយពេលងាកទៅមើលលើទៅឃើញតួប្រុសឈរស្រឡងខ្លួនអង្គុយខ្លាចហ្មងតែលោកកំពុងតែធ្វើអីហើយនៅសុកភ្នែកបើប៉ែកនឹងសើផ្លាក់ប្រែទៅជាលឿងហើយដើរច្លន់ដៃកៅទៅហូរតួស្អីរបស់យើងទៀតធ្វើតួស្អីរបស់យើងនឹងខ្លាចខ្លាំងមែនតើក៏មកចិត្តខ្ញុំហើយទៅចូលទៅចិត្តតួស្អីហើយចាប់ដៃតួស្អីអ្នកនរគ្នាមិនច្រឡំថាតួប្រុសចាប់ដៃតួស្អីយកមកលេងរបស់អីគឺអរេគឺថាធ្វើឲ្យតួស្អីខ្លាចលើដើមយកហ្មងចាត់ដេឆាន់នេះវាធ្វើច្រឹកចម្លែកទៀតហើយមើលហើយនេះមុខតួប្រុសតមកតួប្រុសរបស់យើងបានភ្ញាក់ខ្លួនដោយសារតែមកអូនមកមួយគាត់មិញហ្នឹងគឺបានយំហើយបន្ទាប់ពីភ្ញាក់ខ្លួនហើយឃើញខ្លួនកំពុងកាន់ដៃតួស្អីចឹងក៏វាដៃតួស្អីចោលយកមកមានរឿងអីហ្នឹងជំសោខ្ញុំគិតថានាងហើយជាខ្លាចទៅពេលដល់កៅបែកហើយវាអញ្ចឹងទៀតហើយវាដូចជាពេលចុងក្រោយខ្ញុំមិនអាចកម្រើកយន់សូតែឯងទៅហើយមែនបាទខ្ញុំនៅរឿងខ្លះត្រូវប្រញាប់ទៅដូច្នេះខ្ញុំទៅឯណាខ្ញុំត្រូវទៅបន្ទាប់ពីគាត់ហើយជឿគឺណាទៅជាមួយគ្នាហើយបន្ទាប់ពីគាត់ហើយកឡានឡាននឹងតាមប្រយុទ្ធសូតែតាមអត់តាន់ឯងមាននឹងអីហ្នឹងគេអត់ដែលខឹងបែបហ្នឹងទេហើយអីគេធ្វើឲ្យគេខឹងនៅថ្នាក់ហ្នឹងតែគេខឹងដោយសារកៅបែកមែនគាត់មិនមែនជាមនុស្សល្អតាំងពីដំបូងដូច្នេះវាអាចជាខ្ញុំភ្លេចថាខ្ញុំមានរបួសខ្ញុំក៏តែព្យាបាលវាហើយពេលកំពុងគិតហ្នឹងក៏បាននឹកឃើញរឿងអីមួយតែអាចថាហើយខ្ញុំកំពុងគិតរឿងគួរឲ្យអស់សំណើចស្អីហ្នឹងខ្ញុំនឹងដឹងរឿងគួរឲ្យអស់សំណើចនេះភ្នែកប្រែទៅជាពណ៌លឿងខ្ញុំគ្មានអីទៅកាឡើងទេកន្លែងនេះគឺគ្រាន់ចង់ប្រាប់ឲ្យទូស្អីរបស់យើងនឹងនៅឆ្ងាយពីមនុស្សដែលមានភ្នែកពណ៌លឿងវាគឺពិតជាបញ្ហាច្រើនមែនព្រោះនេះគេឲ្យអ្នកនិយាយ555ហើយយ៉ាទូស្អីយើងកំពុងចែកខ្ចីហើយបន្ទាប់មកវាឲ្យយើងចាំវាអាប្រូសិនវាពិតជារឿងច្រើនពីទូស្អីរបស់យើងនិយាយមែនបើយោមើលទៅច្បាស់ជារឿងកំ pl ែងមួយមិនក៏ខ្ញុំមកពួកយើងហ្នឹងវិញហើយទៅពេលវាអាប្រូមកឲ្យទូស្អីរបស់យើងភ័យឡើងលោតចេញពីតុមកហើយនៅកន្លែងហ្នឹងគេសេថា
សម្រាប់នៃភាពងងឹតអ្នកគ្រប់គ្រងបានអញ្ជើញអ្នកដើម្បីទៅជជែកអាមែនពិតជា sorry ប្រហែលថ្ងៃហ្នឹងខ្លាំងមែនទែនឧស្សាហ៍តែមេឃភ្លៀងហើយណាមួយមានឈឺខ្លាំងទៀតហើយនេះជាលទ្ធផលដែលមានផាអេបកាត់សម្លេងខាន់អេបហ្នឹងគឺកាត់អត់បានល្អទេគឺកាត់អត់ល្អខ្វះហើយតែពុកទូបោះអាចស្ដាប់តាមហ្នឹងបានគឺស្ដាប់អត់យល់ហ្មងមានរឿងតែប៉ុណ្្នឹងចង់ប្រាប់ទេហើយបាយ